លោកយូសេបដែលត្រូវបានបងលក់ហើយនាំយកទៅស្រុកអេស៊ីបនោះឥឡូវនេះត្រូវរងគ្រោះអយុត្តិធម៌ម្ដងទៀតរហូតដល់ត្រូវជាប់គុកវាជារឿងមួយដែលរឹតតែពិបាកជាងការធ្វើជាបាវបម្រើទៅទៀតទោះជាយ៉ាងណាក៏ដោយព្រះជាម្ចាស់គង់នៅជាមួយលោកយូសេបនៅក្នុងគុកនោះហើយបានធ្វើឲ្យមេគុកមានចិត្តអាណិតស្រឡាញ់ដល់គាត់មេគុកបានទុកចិត្តលោកយូសេបខ្លាំងណាស់ហើយតែងតែប្រគល់ការងារជាច្រើនឲ្យគាត់ធ្វើថ្ងៃមួយមានមន្ត្រីជាន់ខ្ពស់2នាក់ដែលជាអ្នកបម្រើរបស់ស្ដេចស្រុកអេស៊ីបបានធ្វើខុសហើយត្រូវយកមកដាក់គុកដែរលោកយូសេបក៏ត្រូវបានគេចាត់ឲ្យមើលថែនិងបម្រើមន្ត្រីទាំង2នាក់នោះមានថ្ងៃមួយលោកយូសេបបានក្រឡេកមើលមុខមន្ត្រីទាំង2នាក់ហើយឃើញថាពួកគេមានទឹកមុខស្រពោនហើយពោរពេញដោយការព្រួយបារម្ភយ៉ាងខ្លាំងតាមពិតទៅគឺដោយសារតែអ្នកទាំងពីរបានយកសពម្នាក់មួយតែពួកគេពិបាកខ្លាំងព្រោះមិនដឹងថាត្រូវរកអ្នកណាមកពន្យល់ពីអត្ថន័យនៃសុបិននោះឲ្យបានដឹងឡើយពេលនោះយូសេបបាននិយាយទៅកាន់ពួកគេថាសេចក្តីសម្រេចស្រេចនឹងព្រះទេតាសូមលោកប្រាប់សពនោះមកខ្ញុំមើលអ្នកបម្រើទី1ជាអ្នកថ្វាយពែងបាននិយាយថានៅក្នុងសពខ្ញុំឃើញមានដើមទំពាំងបាយជូរនៅត្រង់មុខខ្ញុំដើមនោះមានខ្នែង3ហើយមើលទៅដូចជាពន្លកហើយផ្កាកូរិចរួចកើតមានចង្កោមផ្លែទុំពែងរបស់ផារ៉ោនក៏នៅក្នុងដៃខ្ញុំនោះខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកគៀបដាក់ពែងរបស់ផារ៉ោនយកទៅថ្វាយដល់ព្រះហស្ថទ្រង់យូសេបបានប្រាប់អ្នកបម្រើនោះថាគាត់នឹងត្រូវរួចពីគុកក្នុងពេលឆាប់ហើយបានត្រឡប់ទៅធ្វើការនៅក្បែរស្ដេចវិញជាមិនខានពេលឃើញបែបនេះអ្នកបម្រើម្នាក់ទៀតដែលឈរក្បែរនោះក៏បាននិយាយដែរថាខ្ញុំបានយកសពដែរមើលខ្ញុំមានទូលនំប៉័ង3កញ្ច្រែងហើយកញ្ច្រែងលើបង្អស់មាននំគ្រប់មុខសម្រាប់ថ្វាយផារ៉ោនតែសត្វថើមកចឹកស៊ីនំក្នុងកញ្ច្រែងដែលនៅលើក្បាលខ្ញុំទាំងអស់ទៅយូសេបបានប្រាប់គាត់វិញថានេះមានន័យថា3ថ្ងៃក្រោយមកស្ដេចផារ៉ោននឹងហៅគាត់ទៅហើយគាត់នឹងត្រូវបាត់បង់ជីវិតប៉ុន្មានថ្ងៃក្រោយមកអ្វីគ្រប់យ៉ាងបានកាត់ឡើងពិតប្រាកដដោយអ្វីដែលយូសេបបានពន្យល់ក្នុងសុបិនមែនម្នាក់ត្រូវបានរួចខ្លួននិងបានតំណែងមកវិញចំណែកម្នាក់ទៀតត្រូវបាត់បង់ជីវិតមុនពេលពួកគេចេញពីគុកយូសេបបាននិយាយទៅអ្នកបម្រើដែលត្រូវរួចខ្លួននោះថាសូមជួយនឹកនាដល់គាត់ផងនៅពេលបានទៅជួបស្ដេចប៉ុន្តែនៅពេលបានសេរីភាពហើយគាត់បែរជាភ្លេចលោកយូសេបទាំងស្រុងដោយមិនបាននឹកឃើញដល់អ្នកដែលធ្លាប់ជួយពន្យល់សុបិនឲ្យគាត់កាលនៅក្នុងគុកនោះឡើយរយៈពេល2ឆ្នាំបានកន្លងផុតទៅយ៉ាងស្ងាត់កំបាំងបែបនេះថ្ងៃមួយស្ដេចផារ៉ោនដែលជាស្ដេចគ្រប់គ្រងស្រុកអេស៊ីបបានយល់សប្តិឃើញរឿងដ៏ចម្លែកចំនួន2នៅក្នុងសុបិនទី1ស្ដេចផារ៉ោនកំពុងឈរក្បែរទន្លេនីលស្រាប់តែឃើញមានមេកូនចំនួន7ដែលមានរូបរាងស្អាតបាតនិងធាត់បានដើរឡើងពីលើទន្លេមកស៊ីស្មៅបន្ទាប់មកទៀតក៏មានមេកូនចំនួន7ផ្សេងទៀតដែលមានរូបរាងអាក្រក់និងស្គមបានដើរឡើងមកដែររួចខំស៊ីមេកូនធាត់ទាំង7នោះអស់រលីងទៅនៅក្នុងសុបិនទី2គាត់បានឃើញគួស្រូវចំនួន7ដែលលូតលាស់យ៉ាងល្អនិងមានគ្រាប់ពេញបានដោះចេញពីតោងតែមួយប៉ុន្តែបន្ទាប់មកទៀតក៏មានគួស្រូវស្គមនិងស្វិតក្រៀមចំនួន7ទៀតបានដោះមកដែររួចក៏លេបបាត់គួស្រូវល្អទាំង7នោះអស់គ្មានសល់ឡើយស្ដេចផារ៉ោនបានបញ្ជាឲ្យពួកអ្នកប្រាជ្ញនិងគ្រូមន្តអាគមទាំងអស់នៅក្នុងវាំងមកពន្យល់ពីអត្ថន័យនៃសុបិនទាំងនេះប៉ុន្តែគ្មានអ្នកណាម្នាក់អាចបកស្រាយបានទាល់តែសោះពេលនោះនាយពិសេសថ្វាយពែងនឹកឃើញភ្លាមអំពីរបៀបដែលយូសេបធ្លាប់បានបកស្រាយសុបិនរបស់គាត់យ៉ាងត្រឹមត្រូវកាលនៅក្នុងគុកជាមួយគ្នាស្ដេចផារ៉ោនបានបញ្ជាឲ្យគេទៅហៅយូសេបពីក្នុងគុកភ្លាមពេលមកដល់យូសេបបានទូលស្ដេចថាការនោះមិនស្រេចលើទូលបង្គំទេគឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្តីសុខវិញស្រុកអេស៊ីបនឹងមានភោគផលនិងអាហារហូរហៀរយ៉ាងខ្លាំងរយៈពេល7ឆ្នាំគឺថានឹងត្រូវមាន7ឆ្នាំដែលសម្បូរនៅពេញក្នុងស្រុកអេស៊ីបរួចក្រោយនោះទៅនឹងមានអំណត់7ឆ្នាំវិញនោះគេនឹងផ្លេចពីផលបរិបូរក្នុងស្រុកអេស៊ីបអស់ត្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅពេលបានលើបែបនេះស្ដេចផារ៉ោនក៏បានដោះចិញ្ចៀនត្រារបស់ព្រះអង្គមកពាក់នៅលើដៃរបស់យូសេបរួចមានបន្ទូលថាដែលទ្រង់បានសម្ដែងឲ្យឯងដឹងពីសេចក្តីទាំងនេះនោះគ្មានអ្នកណាមានតម្រេះមានប្រាជ្ញាដូចឯងនេះទេយើងសម្រេចចិត្តតែងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីបទាំងមូលបងប្អូនអើយរឿងរ៉ាវរបស់យូសេបបានចាប់ផ្ដើមឡើងជាមួយនឹងសុបិនមួយកាលពីគាត់នៅក្មេងបន្ទាប់ពីត្រូវបានគេលក់ឲ្យធ្វើជាបាវបម្រើនៅស្រុកអេស៊ីបហើយថែមទាំងត្រូវជាប់គុកដោយសារតែការចោទប្រកាន់ទាំងអយុត្តិធម៌
លោកយ៉ូសេបបានរស់នៅក្នុងជីវិតមួយដែលហាក់ដូចជាមិនអាចមានសុបិនអ្វីទាល់តែសោះអស់រយៈពេលយ៉ាងយូរទោះជាយ៉ាងណាក៏ដោយយ៉ូសេបដែលបានដើរជាមួយព្រះអង្គម្ចាស់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះឥឡូវនេះគាត់បានក្លាយជាមនុស្សម្នាក់ដែលអាចបកស្រាយសុបិនរបស់អ្នកដទៃហើយបានរស់នៅក្នុងសុបិនថ្មីដ៏អស្ចារ្យដែលព្រះអង្គបានរៀបចំសម្រាប់គាត់